ស់គ្នាដូចជាមិនយូរប៉ុន្មានរឿងស្នេហ៍បានកើតពីភាពរំភើបមែនទេទើបមើលទៅក្តីស្នេហ៍យើងមិនសូវជាស៊ីជម្រៅគ្រប់យ៉ាងកើតឡើងទេជាសូបិនយើងមើលមិនឃើញភាពមិនចុះសម្រុងគ្នាទើបឲ្យវេលានាំចិត្តវង្វេងយ៉ាងនេះពួកយើងមិនអាចដើរទៅរួមភ្លើងជាមួយគ្នាបានត្រឹមតែមានអារម្មណ៍ល្អឲ្យគ្នាតែអូនបង្រៀនអូនលោកម្នាក់បានដឹងជ្រៅរកអត្ថន័យគឺអ្វីគឺដែលហៅថាស្នេហាអរគុណថាបង្រៀនគ្រប់យ៉ាងឲ្យភ្លឺស្វាងក្នុងជីវិតរហូតដល់ថ្ងៃយើងត្រូវបែកគ្នាចិត្តចាំមិនភ្លេចនៃគ្រាមួយនៃជីវិតដែលបានជួបចិត្តពិសេសគឺបានស្រឡាញ់នោះល្អដូចជារូបអូនបងនឹងខំថែរក្សាអនុស្សាវរីយ៍នេះជាប់ក្នុងចិត្តបានដឹងជ្រៅរកអត្ថន័យគឺអ្វីគឺដែលហៅថាស្នេហាអរគុណការបង្រៀនគ្រប់យ៉ាងឲ្យគឺស្វាងក្នុងជីវិតរហូតដល់ថ្ងៃត្រូវបែកគ្នាចិត្តចាំមិនភ្លេចនៅគ្រាមួយនៃជីវិតដែលបានជួបចិត្តពិសេសគឺបានស្រឡាញ់នោះល្អដូចជារូបអូនបងនឹងខំថែរក្សាអនុស្សាវរីយ៍នេះជាប់ក្នុងចិត្តអនុស្សាវរីយ៍នេះជាប់ក្នុង